រុស្ស៊ី UAC បានប្រគល់យន្តហោះចម្បាំងពហុទួនាទីស៊ូ 35S កញ្ចប់ថ្មីដែលមានតម្លៃប្រមាណ$85 លានមួយគ្រឿងទៅកាន់ក្រសួងការពារជាតិដើម្បីទុកឲ្យកងទ័ពអាកាសប្រើប្រាស់នៅក្នុងសមរភូមិប្រយុទ្ធចំពោះបងប្អូនដែលបានទស្សនានៅវីដេអូដែលខ្ញុំបានដាក់នេះនៅក្នុងក្បាលវីដេអូមុនដំបូងបងប្អូនប្រកាសជាយល់ច្រឡំបងប្អូនប្រកាសជាគិតស្មានថារុស្ស៊ីបានប្រគល់នៅយន្តហោះចម្បាំងប្រភេទ ស៊ូ 35S មកឲ្យកងទ័ពអាកាសរបស់កម្ពុជាខ្ញុំឃើញបងប្អូនជាច្រើនដែលពួកគាត់បានយល់ច្រឡំណាមួយដោយសារតែខាងព័ត៌មានគឺគាត់ផ្សាយថាក្រុមហ៊ុនផលិតយន្តហោះ ស៊ូ 35S បានប្រគល់ចំនួន1គ្រឿងទៅដល់កងទ័ពអាកាសបាទគឺគាត់បានបញ្ជាក់ថាផ្ដល់ទៅឲ្យកងទ័ពអាកាសរបស់រុស្ស៊ីទេអញ្ចឹងមានបងប្អូនខ្មែរយើងជាច្រើនបានយល់ច្រឡំថាគេបានផ្ដល់មកឲ្យកម្ពុជាតែតាមការពិតវាមិនមែនជារឿងពិតនោះទេដោយក្រុមហ៊ុនដែលបានផលិតយន្តហោះប្រភេទ ស៊ូ 35S គេបានប្រគល់ជូនទៅដល់កងទ័ពអាកាសរបស់រុស្ស៊ីដើម្បីធ្វើការពារជាតិរបស់គេហើយគេធ្វើការផ្ដល់ឲ្យកងទ័ពអាកាសនឹងជាដំណាក់កាលជាច្រើនគ្រឿងផងដែរអញ្ចឹងសូមបងប្អូនកុំបន្តការយល់ច្រឡំលើព័ត៌មានមួយនេះអី